តែនៅទាំងអស់គ្នាដឹងអត់ថានៅចុងឆ្នាំ2026នេះពិភពលោកនឹងប្រឈមមុខជាមួយនឹងការផ្លាស់ប្ដូរអាកាសធាតុអ្នកវិទ្យាសាស្ត្រកំពុងតែពំមានពីការត្រឡប់មកវិញនៃបាតុភូត El Niño ដែលលើកនេះអាចនឹងក្លាយទៅជា Super El Niño ទៀតផងតើវាប៉ះពាល់ដល់កម្ពុជាយើងស្ថិតនៅកម្រិតណាតោះមកមើលវីដេអូនឹងជាមួយខ្ញុំឥឡូវយើងមកស្គាល់សិនថាបាតុភូត El Niño គឺជាអ្វីEl Niño គឺជាបាតុភូតប្រែប្រួលអាកាសធាតុជាសកលដែលនាំមានការកើនឡើងនៃទឹកភ្លៀងនៅភាគខាងត្បូងសហរដ្ឋអាមេរិកនិងកើតមាននៅគ្រោះរាំងស្ងួតនៅទ្វីបអាស៊ីនិងទ្វីបអូស្ត្រាលីចំណែកឯ Super El Niño វិញគឺជាពេលដែលសីតុណ្ហភាពទឹកសមុទ្រកើនឡើងលើសពី2អង្សាសេដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅរូបភាពហ្នឹងអញ្ចឹងនៅពេលខ្យល់ជំនោរចុះខ្សោយវាធ្វើឲ្យទឹកសមុទ្រប្រមូលផ្ដុំខ្លាំងដែលបង្កឲ្យមានគ្រោះរាំងស្ងួតនៅតំបន់អាស៊ីអាគ្នេយ៍និងអូស្ត្រាលីខណៈពេលដែលអាមេរិកខាងត្បូងបែរជាមានភ្លៀងទឹកជំនន់ទៅវិញយោងតាមមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ NOAA បានបញ្ជាក់ថាបាតុភូត El Niño អាចនឹងកើតឡើងពី61ទៅ80% នៅពាក់កណ្ដាលឆ្នាំ2026នេះចំណែកស្ថាប័ន Carbon Brief និង ASMC ក៏បានវិភាគដែរថាវាអាចនឹងចាប់ផ្ដើមចុះឥទ្ធិពលពីខែមិថុនាឬខែកក្កដាទៅលទ្ធភាពដែលវាអាចអូសបន្លាយដល់ចុងឆ្នាំមានរហូតដល់ 80% ដែលធ្វើឲ្យឆ្នាំ2026ឬ2027ក្លាយជាឆ្នាំដែលក្តៅបំផុតនៅក្នុងប្រវត្តិសាស្ត្រសម្រាប់កម្ពុជាយើងបាតុភូតនេះអាចធ្វើឲ្យរដូវវស្សាចូលមកដល់យឺតនិងមានភ្លៀងតិចដែលអាចប៉ះពាល់ដល់ទិន្នផលកសិកម្មនិងការផ្គត់ផ្គង់ទឹកដូច្នេះយើងទាំងអស់គ្នាគួរចាប់ផ្ដើមសន្សំសំចៃទឹកត្រៀមប្រភពទឹកបម្រុងនិងជ្រើសរើសពូជដំណាំដែលធន់នឹងកម្ដៅអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចតាមដានព័ត៌មានបន្តទៀតវីដេអូនឹងចប់ត្រឹមប៉ុណ្្នឹងហើយអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានទស្សនារហូតដល់ចប់